រាត្រីយប់មួយប្អូនប្រវត្តិកំពុងតែជិះម៉ូតូនៅតាមផ្លូវដែលគាត់ត្រឡប់ទៅផ្ទះវិញព្រោះថ្ងៃស្អែកគឺជាថ្ងៃដែលគាត់ចេញទៅធ្វើការវេលាពេលយប់នោះខ្ទង់វេលាម៉ោង8យប់ជិតម៉ោង9គាត់ក៏បានចេញពីកម្មវិធីជប់លៀងមួយគាត់ធ្វើដំណើរតែម្នាក់ឯងតែប៉ុណ្ណោះក្នុងពេលរាត្រីវេលាម៉ោង9យប់គាត់ក៏បានជិះម៉ូតូតែម្នាក់ឯងប៉ុន្តែគាត់មានអារម្មណ៍ថាដូចជាមានអ្វីមួយកំពុងតែនៅពីក្រោយគាត់ក៏បានព្យាយាមជិះម៉ូតូយ៉ាងលឿនព្រោះគាត់មានអារម្មណ៍ថាមិនស្រួលហើយនៅតាមផ្លូវពេលគាត់កំពុងតែជិះនៅតាមផ្លូវគាត់បានឮសំឡេងមនុស្សស្រីម្នាក់កំពុងតែនិយាយពីក្រោយគាត់បងកុំជិះលឿនពេកធ្លាក់ខ្ញុំមិននៅហើយនៅបែបនេះគាត់ក៏បានឈប់ម៉ូតូហើយព្យាយាមសម្លឹងមើលកន្លែងសំឡេងនោះប៉ុន្តែរកមិនឃើញនោះឡើយមិនដឹងជាសំឡេងនោះចេញមកពីណានោះទេអារម្មណ៍គាត់ផិតភ័យយ៉ាងខ្លាំងវ៉ាន់ព្យាយាមស្វែងរកសំឡេងនោះប៉ុន្តែមើលទៅដូចជាមិនឃើញនោះឡើយគាត់គិតក្នុងចិត្តថាប្រហែលជាគាត់ស្រមៃតែខ្លួនឯងតែប៉ុណ្ណោះគាត់ព្យាយាមជិះម៉ូតូយ៉ាងលឿនគាត់កំពុងតែជិះស្រាប់តែឮសំឡេងដូចជាមាននរណាម្នាក់កំពុងតែរត់តាមនៅពីក្រោយគាត់មិនហ៊ានងាកក្រោយនោះទេគាត់សម្លឹងតែមុខព្រោះគាត់ដឹងថានេះមិនមែនជាមនុស្សនោះឡើយវ៉ាន់ក៏បានសម្លឹងមើលកញ្ចក់ម៉ូតូរបស់គាត់ពធោគឺស្រមោលខ្មោចស្រីកំពុងតែសម្លឹងមើលគាត់គឺសក់វែងភ្នែកលៀនធំគាត់ខ្លាចយ៉ាងខ្លាំងគាត់ព្យាយាមជិះម៉ូតូយ៉ាងលឿនប៉ុន្តែខ្មោចនោះព្យាយាមហោះនៅពីក្រោយគាត់អារម្មណ៍ក្នុងចិត្តរបស់គាត់ភ័យណាស់គាត់ស្រួលតែលិចនំទៅហើយប៉ុន្តែគាត់ចាំពាក្យចាស់និយាយថាបើសិនជាឃើញខ្មោចយើងធ្វើជាមិនដឹងធ្វើជាមិនឮវ៉ាន់អត់ធ្មត់យ៉ាងខ្លាំងគាត់ក៏បានបន្តធ្វើដំណើរទៀតផុតទីកន្លែងនោះហើយគាត់ក៏បានរៀបរាប់រឿងនេះប្រាប់ទៅអ្នកភូមិនៅទីនោះបានរៀបរាប់ប្រាប់គាត់ថានៅកន្លែងផ្លូវនៅជិតវាលស្រែនោះមាននារីម្នាក់បានស្លាប់ដោយសារតែគេរំលោភប្រហែលវិញ្ញាណរបស់នាងរកផ្ទះមិនឃើញទើបនាងតែងតែលបបន្លាចគេនៅតាមផ្លូវនៅផ្លូវនោះតែងតែមានខ្មោចស្រីឈរលបបន្លាចនៅទីនោះរៀងរាល់ពេលដែលមានមនុស្សឆ្លងកាត់នៅទីនោះនេះគឺជារឿងពិតមួយរបស់បងប្អូនប្រវត្តិកុំភ្លេចចូលរួមជួយចុច Subscribe អ្នកមួយដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណ